ជ្រូកព្រៃការចិញ្ចឹមវាស្រួលវាស៊ីស្លឹកចេកស្លឹកឈើស្លឹកដលងស្មៅតកួននិយាយទៅឲ្យតែបន្លែស្មៅអីវាស៊ីបានទាំងអស់ហើយស្រួលចិញ្ចឹមធន់នឹងជំងឺអត់មានប្រើវ៉ាក់សាំងទេគោនេះកើតបានមួយខែចេះស៊ីស្មៅស៊ីស្លឹកឈើបណ្ដាអញ្ចឹងបាន2ខែយើងអាចបំបែកពីមេបានណាផលលំបាកការចិញ្ចឹមជ្រូកព្រៃមានតែ2ចំណុចទេចំណុចទី1គឺពិបាកពេលដែលវាពុះធំកាលណាយើងបំបែកឈ្មោលពីមីមេអត់បានទេអញ្ចឹងឲ្យឈ្មោលនឹងអាចបុកមេឲ្យរលូតកូនហើយផលលំបាកទី2គឺលំបាកពេលវាកើតកូនកាលណាវាកើតកូនគឺមេវាកាយយើងអាចទៅចិត្តវាបានទេបើថាកូនវាកើតមករុំសុកអីហ្នឹងយើងទៅជួយអត់កើតទេអត់ដូចជ្រូកស្រែយើងទេជ្រូកស្រែយើងស្លូតជ្រូកព្រៃនេះអត់បានទេពេលវាកើតកូនវាកាយខ្លាំងអញ្ចឹងផលលំបាកវាមានតែ2ហ្នឹងមេនេះមេដំបងកើតកូនបាន6តែវាងាប់អស់2ដោយសាររុំតងសុកនៅមុខវាដកហើមអត់បានដោយសារយើងទៅជួយអត់បានយើងទៅចិត្តវាហៅបុកយើងមកនេះគឺជាកូនជ្រូកកាត់ព្រៃនិងកូនជ្រូកកណ្ដិលរបស់ខ្ញុំបាទខណៈនេះយើងអាចយកទៅចិញ្ចឹមបានហើយបងប្អូនហើយសម្រាប់ងាកមកខាងនេះគឺទៅនឹងកើតបានមេគេចលាចលកើតពី3ថ្ងៃហ្នឹងមេគេដោយសារកូនគេចូលមកក្នុងនេះហ្នឹងគេខ្លាចយើងចាប់នេះបងប្អូនកាត់ព្រៃទាំងអស់យ៉ា Hello ដោយសារមេក៏ព្រៃឈ្មោលក៏បាដាក់ហ្នឹងក៏ព្រៃអញ្ចឹងកូនមកគឺព្រៃទាំងអស់បងប្អូនឃើញស្អាតជួបមែនទេអូខេបងប្អូននេះជាកូនជ្រូករបស់ខ្ញុំហើយក្នុងចំណោមជ្រូកទាំង4ក្បាលហ្នឹងខ្ញុំឃើញថាមួយនេះរៀងខ្លាំងខ្លាំជាងគេឆ្លោះជាងគេហើយធំលឿនជាងគេបងប្អូនមើលធំលឿនហើយបើសិនជាយើងទុកធ្វើជាជ្រូកបាយគឺល្អហ្មងបងប្អូនអញ្ចឹងកំពុងតែប្រាប់ពូម៉ាក់ឲ្យវាយកអានេះទុកទៅដោយសារតែពូម៉ាក់របស់ខ្ញុំគាត់ទិញជ្រូកមកពីគេប៉ុន្តែសម្បុកជាមួយគ្នាបងប្អូនអញ្ចឹងហើយខ្ញុំប្រាប់វាឲ្យអាចថាដូរបាដូរអីចឹងទៅយើងអាចថាទុកអានេះទៅព្រោះជ្រូកទោះបីជាលឺគេថាវាមិនអីប៉ុន្តែបើយើងអាចជិះសម្បុកជាមួយគ្នាបានគួរតែជិះទៅមែនទេបងប្អូនយើងកុំព្យាយាមចិញ្ចឹមជ្រូកក្នុងសម្បុកជាមួយ